Ok, xin chào số lưu cũ ở ngàyนี้ខ្ញុំនឹងមានការបង្ហាញនៅមួយគឺតាក់ទងជាមួយនឹង pack និង package របស់លោកគ្រូដែលបាន requirement នៅក្នុងនេះអានេះយើងមាន3 part យើង part ទី1យើងតាក់ទងជាមួយ package management នៃ Q ហើយអានេះ part 2 part 3ចឹងទៅអញ្ចឹងដំបូងឡើយគឺខ្ញុំត្រូវគ្នាទៅកាន់ SA សិនអញ្ចឹងដើម្បីគ្នា SA យើងឆាយទៅលើសិនយើងបើយើងសិនមកថានេះយើងឆាយទៅលើ IP របស់យើងមានប៉ុន្មានតមកយើងនឹង connect ទៅកាន់ SA យើង ISO ទៅលើចូលទៅកាន់ PowerShell យើងឲ្យវាយ ASA ចេះតមកយើងដាក់លេខ IP របស់យើងនេះ IP របស់យើងលេខ 0.10.2 ចឹងដើម្បីយើងចុចបានហើយវានឹងវាឲ្យយើងបាច់ password យើងអាចបាច់ password មកអានេះវាចូលបានជោគជ័យអញ្ចឹងយើងនឹង clear វាមួយសិនបន្ទាប់ពី clear ហើយយើងនឹងចូលទៅកាន់ដំបូងយើងត្រូវសូខ្ញុំនឹងសូហើយមកខ្ញុំថាអីគេខ្ញុំវាយ comment សូ mi អានេះខ្ញុំឈរ file មកខ្ញុំគឺឈ្មោះខ្ញុំឈ្មោះចិត្តហើយអានេះយើងនឹងចូលទៅកាន់ទីមួយគឺយើងនឹងផាយទៅលើ update package list អញ្ចឹងដើម្បី update នៅ package list ហ្នឹងគឺយើងត្រូវវាយ comment sudo apt update យើងវាយចឹងមកអានេះយើងវាឲ្យយើងបញ្ចូលនៅ password យើងអាចវាយ password របស់យើងមកអូខេអានេះវាកំពុងតែ update អញ្ចឹងយើងកុំចាំវាបន្តិចទៅអូខេអញ្ចឹងអានេះវា update ហើយអញ្ចឹងយើងនឹង clear វាមួយសិនបន្ទាប់ពី update នេះហើយយើងនឹងចូលទៅកាន់ទី2មកគឺយើងនឹង upgrade នៅ install package ហ្នឹងអញ្ចឹងដើម្បី upgrade គឺយើងប្រើ comment ដូចគ្នានេះដែរយើងប្រើ sudo apt upgrade ដក y ហេតុអីបើខ្ញុំប្រើដក y អានេះដក y មានន័យថាវា yes មានន័យថាយើងបាច់ចាំឲ្យវាស៊ូទី1គឺវាអូតូហ្មងគឺវា download ឲ្យយើងហ្មងយើងវាយ comment ហ្នឹងមកហើយវាកំពុងតែដំណើរការអានេះវាអាស្រ័យលឿនឬក៏យឺតអាស្រ័យលើ internet របស់អ្នកនរគ្នាមិនសិនជាលឿនអានឹងវានឹងដើរលឿនតាមហ្នឹងដែរហើយនេះយើងនឹងចាំ upgrade ខ្ញុំ scope វាផ្សេងសិនអូខេអញ្ចឹងហើយការ upgrade របស់យើងគឺជោគជ័យអីអញ្ចឹងខ្ញុំនឹងបន្តទៅកាន់ទី3គឺយើង install package ngx អញ្ចឹងអានេះខ្ញុំ clear មួយសិនអញ្ចឹងយើងដើម្បីយើង install នៅ package ngx ហ្នឹងអាហ្នឹងយើងត្រូវប្រើ comment sudo apt install យើងដាក់ngx នេះយើងដាក់ដក y ដដែលដូចលើកមុនដែរគឺយើងបានន័យថាវា download ដោយរហូតមកវាមិនចាំឲ្យវាសួរយើងយើងនឹង download វាអានេះវាលឿនទេដោយសារវាតិចតែអញ្ចឹងអានេះខ្ញុំ download ហើយនេះខ្ញុំ clear វាសិនហើយមួយទៀតយើងនឹងចូលទៅកាន់មួយទៀតគឺយើងនឹងឆែកទៅ ngx swing ថាវាកំពុង running អត់អញ្ចឹងដើម្បីឆែកគឺយើងប្រើ comment system ctl តើមកយក comment status ngx អូខេអានេះយើងឆែកមកអានេះវាកំពុងតែ run អានេះរបស់ខ្ញុំគឺសម្រាប់ខ្ញុំគឺចិត្តអានេះ active running អញ្ចឹងទៅអូខេអញ្ចឹងដើម្បីយើងនេះបានយើងត្រូវយើងវាយ control C មកដើម្បីយើង clear ហ្នឹងចេញហើយនេះខ្ញុំនឹង control L មួយទៀតដើម្បី clear នៅអាហ្នឹងអានេះយើងទី4យើងចាំឲ្យ run នេះអញ្ចឹងយើងនឹងចូលទៅកាន់ទី5គឺយើងនឹង remove ទៅកាន់ ngx ហ្នឹងអញ្ចឹងដើម្បី remove យើងប្រើពាក្យ sudo apt remove យើងវាយពាក្យ ngx មកហើយយើងប្រើដក y ដែរអូខេនេះយើង remove ជោគជ័យហើយហើយ part 1នេះយើងចប់អញ្ចឹងយើង
ចូលទៅកាន់ path 2 គឺតទៅជាមួយនឹង page និង redirection អញ្ចឹងនៅក្នុង path 2 នេះគឺយើងដើម្បីនេះយើងត្រូវ VLS ខ្ញុំឆែកទៅលើ file របស់ខ្ញុំដែលខ្ញុំបានបង្កើតពីមុនអានេះដើម្បីយើងឆែក LS ហើយយើងនឹងចូលមួយទៀតគឺតទៅជាមួយនឹង LS យើងដាក់នេះមកយើងដាក់ grab .tt ហើយយើងនឹងចេញទៅ page profile ដែលយើងបាន display របស់ file ដែលយើងបានបច្ចុប្បន្នដែលយើងមាន directory យើងអានេះខ្ញុំមាន file ដែលខ្ញុំបានបង្កើត page អស់នេះអាហ្នឹងយើងបង្កើត file ហ្នឹងហើយយើងនឹងចូលទៅកាន់មួយទៀតគឺទី8grab ទី3អញ្ចឹងដើម្បីយើងធ្វើទៅតងជាមួយនឹង page search របស់ process ហ្នឹង SH និង NGH អញ្ចឹងដើម្បីយើងធ្វើអាហ្នឹងមកយើងវាយ comment ខ្ញុំហៅ PS AN EUH ដាក់ graph NGH អូយក graph SH សិនខ្ញុំប្រើ SH មកអញ្ចឹងខ្ញុំប្រើបែបនេះមកអានេះវានឹងឆែកទៅអានេះវាមានបែបពពួក raw វាមានពពួកតន័យទាំងអស់នេះតែអានឹងវានឹងបង្ហាញបែបនេះហើយមួយទៀតគឺយើងនឹងឆែកទៅលើ NGH អញ្ចឹងមិននិយាយ N យើងធ្វើដូចគ្នា PHH វិញមក graph N U N NGH មកខ្ញុំអានេះឈ្មោះចិត្តមកខ្ញុំចូលទៅកាន់មួយទៀតគឺតកតងជាមួយនឹងលេខ9ព្រោះនេះគឺយើង recommend អញ្ចឹងដើម្បីប្រើទី9នោះបានគឺយើងប្រើទៅលើ LS ប្រើហើយយើងដាក់សញ្ញាធំជាងមកដើម្បីយើងដាក់ output .tt អត់ឡើយ output អូនេះខ្ញុំដាក់តាយើងមកខុសធំជាង output .tt output.tt វាខ្ញុំសាកឆែកទៅលើ file tt សិនខ្ញុំសាក command cat output .tt អូខេអានេះយើងឆែកមកឃើញប្រភេទពួក .tt របស់យើង file ដែលយើងបានបង្កើតអញ្ចឹងអា part 2 នេះគឺយើងចប់ដំណឹងយើងនឹងចូលទៅកាន់ part 3 ឆែក file voltage text អញ្ចឹងខ្ញុំនឹង clear វាមួយសិនដើម្បីឆែក file voltage text យើងប្រើ command sudo យើងដាក់ ufw status អូខេអានេះវាកំពុងតែ inactive អញ្ចឹងមួយទៀតគឺយើងនឹងចូលទៅកាន់ enable firewall អញ្ចឹងដើម្បី enable គឺយើងប្រើដូចតែគ្នាទេយើងប្រើ sudo ufw enable អានេះវានឹងសួរយើង yes ឬក៏ no យើង comment yes មក y អូខេអានេះវាប្រភេទ status enable យើង enable system ហើយហើយបន្ទាប់ពី enable ហើយយើងនឹងallow port network អញ្ចឹងដើម្បីយើង allow port network នោះគឺយើងប្រើ sudo ufw យើងដាក់យើង allow នៅ port network យើងដាក់ allow 80អូខេអានេះវានឹងចូលហើយយើងបាន add រួចហើយនេះបន្ទាប់ពី allow ហើយយើងនឹងឆែកទៅលើ allow sh switch ម្ដងអញ្ចឹង sh switch យើងប្រើ command sudo ufw and the view យើង allow enter មកអូខេនេះ exit យើងបាន add ទៅកាន់ rule អាហ្នឹងអស់ហើយតពី allow ហើយយើងនឹងឆែកទៅលើ firewall status ទាំងអស់ម្ដងទៀតអញ្ចឹងដើម្បីឆែកយើងនឹង
phá command ដូចគ្នាដល់ sudo នៅ ufw status អូខេអានេះយើងនឹងឆែកអ្វីដែលយើងបានបង្កើតឬក៏យើងបានenable បើ firewall អានេះវានឹង show បែបនេះវា active វាមាន80 port អានេះយើងបានបញ្ចូល80 port របស់យើងអានេះអូខេអញ្ចឹងសម្រាប់ការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនលោកគ្រូ